រឿងមិនល្អរបស់សំណាងនៅក្នុងភូមិតូចមួយមានសាលាបឋមឈ្មោះថាសាលាសុភមង្គលនៅទីនោះមានក្មេងប្រុសម្នាក់ដែលមានឈ្មោះថាសំណាងគាត់គឺជាក្មេងប្រុសដែលសប្បាយរីករាយតែងតែចូលចិត្តរៀននិងតែងតែជួយលោកគ្រូអ្នកគ្រូព្រមទាំងមិត្តភក្តិជានិច្ចជារៀងរាល់ព្រឹកសំណាងតែងតែទៅសាលាជាមួយនឹងស្នាមញញឹមព្រមទាំងកូនសភៅតូចមួយដែលមានពណ៌ខៀវដែលគាត់តែងតែកាន់ទៅរៀនជារៀងរាល់ថ្ងៃនៅថ្ងៃមួយលោកគ្រូបង្រៀនឈ្មោះគ្រូសុភាបាននាំសិស្សថ្មីម្នាក់ចូលរៀនគាត់មានឈ្មោះថាវិជ្ជាមិនសូវជាចេះនិយាយស្ដីអ្វីនោះទេគ្រូសុភាបាននិយាយទៅកាន់កូនសិស្សថាកូនថ្ងៃនេះមានសិស្សថ្មីម្នាក់ចូលមករៀនសាលារបស់យើងដែលគេមានឈ្មោះថាវិជ្ជាសូមស្វាគមន៍គេផងណាកូនសិស្សទាំងអស់បាននាំគ្នាសើចហើយបាននិយាយទៅកាន់វិជ្ជាថាសួស្តីវិជ្ជាសូមស្វាគមន៍មកកាន់សាលារបស់ពួកយើងទោះបីជាយ៉ាងណាក៏ដោយវិជ្ជាក៏នៅតែមិននិយាយច្រើននោះទេគាត់បានដើរទៅអង្គុយនៅចុងថ្នាក់បើកមើលសៀវភៅយ៉ាងស្ងៀមស្ងាត់សំណាងដែលអង្គុយនៅក្បែរគាត់ដែលមានចិត្តមេត្តានៅពេលនោះដែរសំណាងគេពិតជារីករាយខ្លាំងណាស់ហើយបាននិយាយទៅកាន់វិជ្ជាថាសួស្តីវិជ្ជាខ្ញុំមានឈ្មោះថាសំណាងតើឯងចង់អង្គុយជាមួយខ្ញុំដែរឬទេក៏ប៉ុន្តែវិជ្ជាស្ទាក់ស្ទើរហើយបាននិយាយទៅកាន់សំណាងថាអូអរគុណខ្ញុំមិនសូវស្គាល់ទីកន្លែងនោះច្បាស់ទេក៏ប៉ុន្តែសំណាងបាននិយាយទៅកាន់គេយ៉ាងទន់ភ្លន់ថាមិនអីទេខ្ញុំអាចបង្ហាញឯងបាននៅកន្លែងជុំវិញទីនេះនិងកន្លែងដើរលេងនៅជុំវិញសាលានេះផងដែរវិជ្ជានៅពេលនោះក៏ចាប់ផ្ដើមញញឹមបន្តិចសកម្មភាពទាំងអស់នេះគឺបានឆ្លុះបញ្ចាំងអំពីមិត្តថ្មីនៅម៉ោងចូលរៀនផងដែរលោកគ្រូសុភាបានផ្ដល់ការងារសរសេរអក្សរជាគូគាត់បានចាប់គូឲ្យសំណាងនិងវិជ្ជាធ្វើការងារជាក្រុមវិជ្ជាគឺតែងតែសរសេរខុសជានិច្ចហើយអក្សររបស់គាត់តែងតែមានពណ៌ខ្មៅជាច្រើនដោយសារការសរសេរខុសវិជ្ជាពេលនោះពិតជាស្ទាក់ស្ទើរខ្លាំងណាស់ហើយគាត់បាននិយាយថាអូឲ្យខ្ញុំសុំទោសផងខ្ញុំបានធ្វើខុសម្ដងទៀតហើយក៏ប៉ុន្តែសំណាងគាត់បាននិយាយថាអូយកុំបារម្ភអីវិជ្ជាឯងមើលនេះទៅវាខុសតែបន្តិចតែប៉ុណ្ណោះយើងគ្រាន់តែគូសឆ្នោតមួយគឺវានឹងត្រឹមត្រូវបាត់ទៅហើយពេលនោះដែរវិជ្ជាក៏បានញញឹមហើយគាត់បាននិយាយទៅកាន់សំណាងថាអរគុណហើយសំណាងអ្នកមិនបានសើចចំអកខ្ញុំនោះទេតែអ្នកតែងតែជួយកែសម្រួលខ្ញុំជានិច្ចសំណាងបាននិយាយទៅកាន់វិជ្ជាវិញថាមិនអីទេមិត្តគឺមិនអាចសើចគ្នាបាននោះទេមិត្តគឺតែងតែជួយគ្នាទៅបានត្រូវនៅពេលនោះដែរវិជ្ជាបានឆ្លងកាត់នូវអារម្មណ៍កក់ក្ដៅនៅក្នុងចិត្តគាត់មានមិត្តថ្មីម្នាក់ដែលយល់ចិត្តរបស់គាត់និងមិនដែលទម្លាក់ឬគ្រប់យ៉ាងមកកាន់គាត់នោះឡើយហើយតែងតែជួយកែសម្រួលគាត់ជានិច្ចអត្ថន័យនៃរឿងនេះផងដែរបានបង្រៀនកុមារថាការជួយអ្នកដទៃដោយចិត្តល្អអាចបង្កើតមិត្តភក្តិថ្មីៗបាននិងនាំមកនូវសេចក្តីសុខនៅក្នុងជីវិត